បាទជំរាបសួរពុកម៉ែបងប្អូនវិលមកកាន់ Channel បកស្រាយសុបិនសាជាថ្មីថ្ងៃនេះផងដែរខ្ញុំនឹងលើកយកទាក់ទងនឹងពុកម៉ែបងប្អូនសុបិនថាទៅបណ្ដាប្រទីបបាទប្រសិនបើជាពុកម៉ែបងប្អូនសុបិនថាបណ្ដាប្រទីបតាមទឹកអមទៅដោយមានអុយទុទៀនបាទទំនីតិក្នុងសុបិនថាប្រសិនបើជាអ្នកនៅលីវនឹងបានជួបគោះក្រងមួយទៀតប្រសិនបើជាពុកម៉ែបងប្អូនកំពុងតែប្រកបមុខរបរការងារវិញនោះនឹងត្រូវបានដំណឹងល្អត្រូវរុះរើតំណែងគឺត្រូវឡើងតំណែងថ្មីឬក៏តួនាទីថ្មីល្អជាងមុនចំណែកលេខសំណាងសម្រាប់អ្នកសុបិនវិញនោះគឺលេខ42លេខ44លេខ224លេខ244និង264បាទតើតើនៅពុកម៉ែបងប្អូនសុបិនថាបណ្ដែតប្រទីបនេះគឺមានអត្ថន័យដោយការបកស្រាយខាងលើបាទជាចុងក្រោយនេះក៏សូមអរគុណច្រើនពុកម៉ែបងប្អូនដែលខំចំណាយពេលវេលាដ៏មានតម្លៃតាមដានសម្រាប់ Channel បកស្រាយសុបិនពីដើមរហូតដល់ចប់ជាចុងក្រោយនេះក៏សូមជូនពរពុកម៉ែបងប្អូនជួបតែសំណាងល្អគ្រប់គ្នាសូមអរគុណ